បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទឆ្លៀតពេលទំនេរបន្តិចក៏បានចង់ធ្វើវីដេអូមួយបង្ហាញអំពីបទពិសោធន៍ក៏ដូចជាចំណេះដឹងមួយចំនួនបាទដោយសារតែមានមិត្តភ័ក្តិស្នាជាច្រើនគាត់ឆាតសួរអំពីការធ្វើកសិកម្មគាត់ចង់បោះបង់ការងាររបស់គាត់មកធ្វើកសិកម្មបាទអញ្ចឹងណាបងប្អូនបាទហើយពេលខ្លះទៅខ្ញុំក៏បានឆ្លើយដែរប៉ុន្តែវាមិនអស់ទេបាទព្រោះរឿងនេះវារឿងពីជំរឿអញ្ចឹងណាបងប្អូនបាទអញ្ចឹងថ្ងៃនេះខ្ញុំចង់ឆ្លើយជាលក្ខណៈលម្អិតបន្តិចប៉ុន្តែវីដេអូយ៉ាងយូរបន្តិចអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍ការងារខាងកសិកម្មបងប្អូនគួរតែស្ដាប់ឲ្យដល់ចប់បាទហ្នឹងបងប្អូនដើម្បីឲ្យងាយយល់ខ្ញុំចង់បែងចែកវាជា2វគ្គបាទវគ្គធំទី1ធំហ្នឹងគឺតើយើងគួរតែគិតលើចំណុចគ្រឹះអីខ្លះឬមួយក៏កត្តាអីខ្លះមុនពេលដែលយើងសម្រេចចិត្តលាឈប់ពីការងារបាទហើយមកធ្វើកសិកម្មបាទហ្នឹងចំណុចទី1ធំហើយចំណុចទី2បន្ទាប់ពីយើងគិតថាយើងនឹងលាឈប់ហើយតើកត្តាអីខ្លះដែលអាចធ្វើឲ្យយើងធ្វើកសិកម្មទៅវាបានជោគជ័យបាទយ៉ាង2ចំណុចហ្នឹងបងប្អូនណាពីរហ្នឹងហើយបាទអញ្ចឹងចំណុចទី1ខ្ញុំចង់ឲ្យបងប្អូនគិតពី2កត្តាបាទចំណុចទី1គឺកលឹះមុនពេលដែលយើងសម្រេចចិត្តឈប់ហ្នឹងហើយកត្តាខ្លះកត្តាខាងក្នុងនិងកត្តាខាងក្រៅខ្ញុំសូមបកស្រាយយើងចុះកត្តាខាងក្នុងគឺក្នុងខ្លួនរបស់យើងបាទទី1ដែលយើងមានចំណេះដឹងអត់ចំណេះដឹងខាងកសិកម្មចំណេះដឹងការគ្រប់គ្រងបាទព្រោះកសិកម្មការដាំដុះនោះនៅពេលដែលយើងត្រឡប់នៅពេលដែលយើងសម្រេចចិត្តធ្វើដើម្បីលក់បានលុយដើម្បីឲ្យអាជីវកម្មកសិកម្មនឹងដើរយើងទាមទារនៅចំណេះដឹងច្រើនផ្នែកការគ្រប់គ្រងបាទនេះគ្រប់គ្រងវាសឹងតែ 70-80% ហើយការដាំដុះបច្ចេកទេសនៃការដាំដុះដាក់ជីហ្នឹងវាគ្រាន់តែជាអ្វីមួយដែលត្រឹមតែ 10-20% ទេអញ្ចឹងណាថាដាក់ជីមិនស្រោចទឹកមិនការពារមិនហ្នឹងគឺ 10-20% ហ្នឹងហើយតែ 80% ឬមក 70% ទៀតគឺបច្ចេកទេសគ្រប់គ្រងសុទ្ធសាធហ្នឹងហើយគ្រប់គ្រងលុយគ្រប់គ្រងបុគ្គលិកគ្រប់គ្រងស្អីហ្នឹងគឺច្រើនបាទនិយាយរួមទៅគឺ management បាទ business management អាហ្នឹងគឺកត្តាខាងក្នុងខ្លួនយើងចំណេះដឹងណាបងប្អូនហ្នឹងហើយដល់ពីចំណេះដឹងហើយយើងមានបទពិសោធន៍អត់យើងធ្លាប់ដាំដុះអត់យើងយល់ពីការដាំដំណាំហ្នឹងវាត្រូវការពេលវេលាឬអត់ហ្នឹងហើយវាត្រូវការចិត្តធន់ចិត្តស៊ូក្តៅមេឃភ្លៀងអីចឹងណាហ្នឹងហើយតែពេលខ្លះទៅក៏យើងត្រូវការប្រើប្រាស់ថ្នាំពុលឬមកក៏ថ្នាំកសិកម្មអីចឹងទៅតើយើងមានចំណេះដឹងទៅនឹងអត់កត្តាខាងក្នុងបាទហើយកត្តាខាងក្នុងមួយទៀតហ្នឹងគឺទៅនឹងចំណូលចិត្តបាទចំណូលចិត្តរបស់យើងស្រឡាញ់ការងារនឹងពិតប្រាកដអត់ហ្នឹងហើយយើងស្រឡាញ់ការងារនឹងពិតប្រាកដអត់ហើយបើសិនជាយើងអ្នកមានគ្រួសារតើគ្រួសាររបស់យើងហ្នឹងគឺគាត់ support យើងអត់គាត់ពេញចិត្តនឹងអានឹងអត់បាទអានេះគឺកត្តាខាងក្នុងតែគ្រួសារហ្នឹងកត្តាខាងក្រៅហើយបាទកត្តាឥឡូវកត្តាខាងក្នុងយើងនិយាយរួចហើយគឺទៅនឹងចំណេះដឹងបទពិសោធន៍ហើយនឹងភាពធន់អីចឹងទៅចំណូលចិត្តរបស់យើងអញ្ចឹងទៅឥឡូវយើងនិយាយពីកត្តាខាងក្រៅវិញកត្តាក្រៅខ្លួនមានអីខ្លះឧទាហរណ៍ដូចជាកញ្ចប់លុយធ្វើកសិកម្មត្រូវការកញ្ចប់លុយមួយបើសិនជាយើងធ្វើតូចវាត្រូវការកញ្ចប់ល្មមតែបើយើងធ្វើធំត្រូវការកញ្ចប់ធំដែរអញ្ចឹងណាបងប្អូនបាទអញ្ចឹងកញ្ចប់លុយកត្តាខាងក្រៅហ្នឹងហើយអ្នកដែលជំរុញលើកទឹកចិត្តឪពុកម្ដាយឬមួយក៏ប្រភពអីផ្សេងទៀតទ្រព្យសម្បត្តិយើងហ្នឹងគឺជាកត្តាខាងក្រៅតែយើងមានអត់មានសម្រាប់សកូអត់យើងមានកញ្ចប់លុយមួយដែលអាចសកូការចំណាយអត់មានចំណូលរបស់យើងរយៈពេល12ខែឬមួយក៏1ឆ្នាំឬមួយក៏2ឆ្នាំអត់ព្រោះធ្វើកសិកម្មហ្នឹងវាត្រូវការពេលវេលាមែនតើអញ្ចឹងពេលដែលយើងឈប់ពីការងារតើយើងមានចំណូលមួយដែលអាចតបអត់យើងមានលុយមកកញ្ចប់សម្រាប់តបពេលដែលយើងធ្វើកសិកម្មរយៈពេល1ឆ្នាំជាងនឹងអត់បើសិនជាយើងមានគឺអត់បញ្ហាទេព្រោះដល់ពេលដែលយើងចាប់ដើមធ្វើហ្នឹងយើងត្រូវការបើសិនជាយើងអត់មានដីយើងត្រូវការទិញដីហ្នឹងអញ្ចឹងបងប្អូនហើយបើមានហើយត្រូវការធ្វើលបងត្រូវការបុកដងឬមួយក៏ជីកស្រះឬមួយក៏រៀបប្រព័ន្ធទឹកទិញពូជដំណាំកម្មករអីឡើងទិញគ្រឿងចាក់អីចឹងទៅបាទអញ្ចឹងបន្ទាប់ពីយើងទិញអស់ហ្នឹងហើយតើយើងអាចមានកញ្ចប់លុយមួយកញ្ចប់ថវិកាមួយសម្រាប់ចិញ្ចឹមអ្វីដែលយើងបានធ្វើហ្នឹងរយៈពេល1ឆ្នាំឬមួយក៏2ឆ្នាំអីចឹងឬមួយក៏អត់តែបើសិនជាដំណាំរយៈពេលយូរទៅដូចតរ៉េនហ្នឹង 4-5 ឆ្នាំតើយើងតបបានអត់បាទហ្នឹងគឺចំណុចទី1បាទចំណុចទី1ដែលកលឹះមួយចំនួនហ្នឹងដែលយើងគួរតែគិតមុនពេលដែលយើងលាឈប់ឧទាហរណ៍ដូចខ្ញុំកំពុងតែអង្គុយបងប្អូនឃើញកណ្ដៅក្នុងរោងបន្លែប៉ុន្តែត្រូវតែធ្វើត្រូវតែទ្រាំអាហ្នឹងគឺជាចំណុចមួយសំខាន់បាទពេលដែលយើងធ្លាប់តែធ្វើការយើងប្រើជីវិតមួយដែលលោឆាយអាចថាយើងធ្លាប់ទៅមើលកុនទៅផឹកកាហ្វេទៅដើរលេងអញ្ចឹងណាហ្នឹងហើយសៅរ៍អាទិត្យប៉ុន្តែដល់ពេលយើងមកធ្វើកសិកម្មជាក់ស្ដែងពេលខ្លះពេលផឹកកាហ្វេក៏អត់មានដែរហ្នឹងពេលមើលកុនពេលដើរលេងទៅការីរំឬមួយក៏ទៅមណ្ឌលគិរីក៏ប្រហែលជាកាត់បន្ថយដែរអញ្ចឹងណាហើយតើយើងរីករាយនឹងធ្វើអញ្ចឹងអត់យើងរីករាយនឹងការបាត់បង់អាភាពស៊ីវិល័យភាពលោឆាយនឹងខ្លះអត់វាមិនមែនថា 100% ប៉ុន្តែពេលខ្លះក៏យើងត្រូវកាត់ចិត្តដែរអញ្ចឹងណាអាហ្នឹងគឺកត្តាខាងក្នុងហើយពេលខ្លះតើយើងរីករាយអត់នៅពេលដែលឧទាហរណ៍ថាបើសិនជាយើងចំសัตว์ជួនកាលយប់ឡើងភ្លើងដាច់ឬមួយក៏ខូចម៉ាស៊ីនឬមួយក៏ទៅយកបែកហ្នឹងហើយឬមួយក៏ពេលខ្លះថ្ងៃបុណ្យថ្ងៃទៀនក៏យើងត្រូវស្រោចដំណាំឬមួយក៏ដាក់ចំណីឲ្យសត្វឬមួយក៏អីឡើងអញ្ចឹងទៅបាទតើយើងរីករាយនឹងអស់នោះអត់អានឹងកត្តាផ្លូវចិត្តកត្តាខាងក្នុងរបស់យើងណាបងប្អូនបាទបងប្អូនហើយចំណុចមួយទៀតហ្នឹងរៀងពិបាកបែងចែកតិចមិនដឹងថាវារបស់ក្រៅខ្លួនឬមកក្នុងខ្លួនបាទពួកអីវាពិបាកដែរនៅក្នុងសង្គមយើងនៅពេលដែលយើងធ្លាប់បានរៀនសូត្រសិក្សាជ្រៅជ្រះដល់ណាដល់ណីហើយពេលដែលយើងមកធ្វើកសិកម្មប្រឡាក់ដៃប្រឡាក់ជើងជួនកាលទៅខោលហែកស្បែកជើងទាត់ប្រឡាក់ដីក្រហមឲ្យពេលខ្លះទៅត្រូវលើកអាចគោជូនអាចគោវាកិច្ចបំផុតទេធ្វើកសិកម្មហើយករណីបែបហ្នឹងតែយើងអាចស៊ូទ្រាំបានអត់តទៅនឹងសម្ពាធបាទសម្ពាធទី1សម្ពាធអ្នកដែលធ្លាប់ស្គាល់អ្នកដែលជំនាញឬមួយក៏អ្នកទូទៅដែលគេវាចម្លៃមកថាយើងធ្លាប់រៀនបានសូត្របានពងពោះដែរតែមកធ្វើការប្រឡាក់ដៃប្រឡាក់ជើងប្រឡាក់គោអញ្ចឹងណាអាហ្នឹងវាជាកត្តាមួយដែរវាជាសម្ពាធមួយដែរបាទសំណួរសួរថាតើយើងអាចទ្រាំនឹងកត្តាអញ្ចឹងបានអត់បាទហ្នឹងគឺសំខាន់ណាស់ហ្នឹងហើយវាតទៅនឹងផ្លូវចិត្តយើងប៉ុន្តែវាកើតឡើងពីបរិស្ថានជំនាញខាងក្រៅបាទអញ្ចឹងអាហ្នឹងគឺពិបាកកំណត់បន្តិចបាទមិនដឹងថាខាងក្នុងឬខាងក្រៅទេប៉ុន្តែបងប្អូនអាចពិចារណាយើងត្រូវតែពិចារណាដែរចំណុចហ្នឹងណាបាទហ្នឹងហើយបងប្អូនដោយសារនៅក្នុងរោងហ្នឹងវាក្តៅបាទទូរស័ព្ទខ្ញុំវាលោត
ពេលលោតតែក្តៅអញ្ចឹងណាឥឡូវខ្ញុំរត់មកអង្គុយកូនដើមទុរេនសិនបងប្អូនបាទខ្ញុំបញ្ជាក់បន្តិចអញ្ចឹងកត្តាខាងក្រៅមួយទៀតបងប្អូនទាក់ទងនឹងទីផ្សារដែរទីផ្សារក៏សំខាន់ដែរពេលបងប្អូនសម្រាប់ចិត្តមកថាតើបងប្អូនធ្វើអីគេចិញ្ចឹមសត្វចិញ្ចឹមមាន់គោក្របីឬមួយក៏ដាំដំណាំហើយដំណាំបែបណាហ្នឹងហើយទីផ្សារមានអត់ហ្នឹងហើយទីផ្សារគឺសំខាន់ណាស់បងប្អូនហ្នឹងហើយព្រោះថាបើសិនជាយើងដាំអីក៏ដោយធ្វើអីក៏ដោយបើសិនជាអត់មានទីផ្សារគ្រប់យ៉ាងគឺអត់មានន័យទេបានន័យថាយើងអាចលក់វាបង្កើនជាលុយបានទេអញ្ចឹងណាបាទហើយបន្ទាប់ពីយើងដឹងថាមានទីផ្សារហើយតើយើងនឹងអាចបន្ទាបខ្លួនអត់ព្រោះការធ្វើកសិកម្មហ្នឹងយើងត្រូវការលក់អញ្ចឹងដើម្បីលក់បានក៏យើងត្រូវការចេះវិធីលក់បន្ទាបខ្លួនពេលខ្លះទៅទេសួរគេហ្នឹងហើយបើសិនជារបស់ដែលថ្មីយើងទៅបញ្ចុះបញ្ចូលឬមកធ្វើវីដេអូផ្សព្វផ្សាយតាម Facebook ឬមកតាម TikTok YouTube អញ្ចឹងណាហ្នឹងហើយហើយបើសិនជាយើងចង់បានបង្កើតជា brand name ទៀតត្រូវការខាងទីផ្សារហ្នឹងខ្លាំងចំណេះដឹងខាងទីផ្សារខាងការធ្វើ promotion ឬមកក៏បើយើងនិយាយមួយម៉ាត់ទៅបន្ទាបខ្លួនមកធ្វើខាងទីផ្សារអញ្ចឹងណាហ្នឹងហើយព្រោះយើងអត់អាចមានលុយទៅជួលគេទាំងដុំបានទេពេលដែលយើងចាប់ផ្ដើមដំបូងបងប្អូនបាទបងប្អូនហ្នឹងហើយមិញហ្នឹងគឺជាចំណុចទី1ធំកត្តាក្នុងខ្លួននិងកត្តាក្រៅខ្លួនបាទឡើងហ្នឹងទៅប៉ុន្តែខ្ញុំចង់ថែមបន្តិចទៀតបាទបងប្អូនតើតើក្នុងការសម្រេចចិត្តបើសិនជាបងប្អូនមានប្រមាណចំណុចដែលខ្ញុំនឹងនិយាយនេះបងប្អូនគួរតែកុំសម្រេចចិត្តមកធ្វើកសិកម្មអីល្អជាងចំណុចអីខ្លះបងប្អូនទី1បងប្អូនសេះនឹងការងារបងប្អូនមានប្រាក់ខែបងប្អូនមានការងារល្អនៅទីក្រុងបងប្អូនធុញថប់នឹងការជិះម៉ូតូស្ទះឬមួយក៏ធុញនឹងមេធុញនឹងអីចឹងណាហ្នឹងគឺវាធ្វើឲ្យយើងមានអារម្មណ៍តុកសិចណាបាទតុកសិចខ្លាំងអញ្ចឹងវាធ្វើឲ្យយើងធុញថប់នឹងការងារអញ្ចឹងធ្វើឲ្យការសម្រេចចិត្តរបស់យើងគឺវាអត់ត្រឹមត្រូវទេបាទបើសិនជាចំណុចហ្នឹងចំណុចទី1បើសិនជាបងប្អូនមានការៈបែបហ្នឹងគឺកុំល្អជាងហើយចំណុចទី2ដែលបងប្អូនមិនគួរហ្នឹងគឺបងប្អូនអត់មានបទពិសោធន៍សោះបងប្អូនអត់មានចំណេះដឹងអត់មានបទពិសោធន៍ទៅនឹងកសិកម្មអត់ដឹងអីទាំងអស់បាទហើយបងប្អូនគ្រាន់តែមានអារម្មណ៍មួយថាចង់ធ្វើអញ្ចឹងគឺគ្រោះថ្នាក់អត់ទាន់អាចធ្វើបានទេហើយចំណុចទី2ដែលយើងពុំគួរបាទហើយចំណុចទី3បាទចំណុចទី3ដែលយើងពុំគួរលាឈប់ពីការងារមកធ្វើកសិកម្មហ្នឹងគឺការចំណាយរបស់យើងបើសិនជាការរស់នៅរបស់យើងត្រូវការចាយច្រើនអត់ចាយវាច្រើនច្រកបង់ធនាគារឬមួយក៏ចំពាក់បំណុលគេខាងក្រៅឬមួយខាងក្នុងផ្លូវការឬមួយក៏ក្រៅផ្លូវការបាទហើយការរស់នៅរបស់យើងប្រចាំថ្ងៃហ្នឹងរំពឹងលើប្រាក់ខែខ្លាំងអាហ្នឹងគឺបងប្អូនមិនគួរលាឈប់មកធ្វើកសិកម្មភ្លាមៗទេបាទចំណុច3ហ្នឹងគឺគ្រោះថ្នាក់មែនទែនបាទអញ្ចឹងបងប្អូនអរគ្នាស្ដាប់ហើយពិចារណាទៅបើសិនជាខុសឬមួយក៏ត្រូវយ៉ាងណាក៏សូមមេត្តាខន្តីអភ័យទោសបាទហើយចំណុចទី2ធំតែថាតើយើងគួរតែធ្វើបែបណាដើម្បីឲ្យការសម្រេចចិត្តរបស់យើងមកធ្វើកសិកម្មហ្នឹងវាត្រឹមត្រូវហើយភាគរយជោគជ័យខ្ពស់ខ្ញុំនឹងធ្វើវីដេអូភាគទី2បាទដោយសារតែវីដេអូនេះវែងចូលហើយបងប្អូនបាទអរគុណច្រើនបងប្អូន